កម្ពុជាឆ្នាំ0សរសេរដោយលោក François Ponsol ប្រែសម្រួលដោយ TKU ជាកម្រងរឿងពិតរបស់អ្នកនិពន្ធ François ដែលបានឆ្លងកាត់ក្នុងសម័យសង្គ្រាមនិងរបបកម្ពុជាប្រជាធិបតេយ្យអត្ថាធិប្បាយដោយលោកម៉នឌីដូនិងកញ្ញារក្សាវិជ្ជរាចេញផ្សាយដោយក្រុមដំណើរខ្មែរការបោសសម្អាតដោយដាច់ស្រឡះដោយភាពឥតន័យបានបន្តធ្វើក្នុងរយៈពេលជាច្រើនថ្ងៃមន្ត្រីរដ្ឋការស៊ីវិលនិងយោធាបានត្រូវដកចេញពីសហគមន៍ជាតិតាមរបៀបជាក្បួនទីក្រុងត្រូវបានបោសសម្អាតសត្រូវរបស់ខ្លួនចេញទាំងអស់ទីក្រុងក៏ត្រូវធ្វើឲ្យបរិសុទ្ធពីអ្វីដែលនាំមកពីបច្ចឹមប្រទេសផងដែរយូកំឡាញ់បានធ្វើជាកសិនសាក់សីពីរឿងនេះថាខ្ញុំបានស្ថិតនៅក្រុងភ្នំពេញចំនួន1ខែដែលនៅធ្វើការជាមួយពួកខ្មែរក្រហមខ្ញុំមានករណីយកិច្ចរុករកគ្រប់គេហដ្ឋានទាំងអស់និងប្រមូលយកអង្ករដែលនៅមានស្តុកថ្នាំពេទ្យទុកដែលបានមកពីឱសថស្ថានផ្សេងៗយើងបានផ្ទុករបស់របរទាំងនេះនៅក្នុងទូកជាច្រើនដែលក្រុមអ្នកធ្វើការក្នុងនោះសុទ្ធតែជាវៀតណាមជួនកាលអគ្គីភ័យមួយបានឆាបឆេះនៅក្នុងទីក្រុងប៉ុន្តែយើងគ្មានចាត់ចែងសកម្មភាពដើម្បីពន្លត់វាឡើយជួនកាលទៀតពួកខ្មែរក្រហមបានប្រាប់ឲ្យយើងរុះផ្ទះឈើជាច្រើនខ្នងបន្ទាប់មកយករនូតរ៉តថ្នាំនិងក្តារក្រារៀបជាគំនរទុកមួយដុំយេនសាវណ្ណារីជាសាស្ត្រាចារ្យម្នាក់ដែលភៀសខ្លួនទៅប្រទេសថៃប្រហែលនៅថ្ងៃ15តុលា1975បានអះអាងបន្ថែមដោយបញ្ឆិតបញ្ឈៀងនៅការនិទានពីមុនថាចាប់ពីចុងខែមេសារថយន្តកាមីយ៉ុងជាច្រើនគ្រឿងបានបើកត្រឡប់ទៅមកគ្មានឈប់ឈរនៅលើផ្លូវជាតិលេខ1ដែលនាំឆ្ពោះទៅទីក្រុងព្រៃនគររថយន្តទាំងនេះដឹកជញ្ជូនវិទ្យុម៉ូតូម៉ាស៊ីនគ្រប់ម៉ាកកង់ថ្នាំពេទ្យនិងគ្រឿងសព្វាវុធគ្រប់ប្រភេទនៅក្បែរអ្នកលឿងមានរថយន្តប្រមាណជា200គ្រឿងបានរងចាំឆ្លងកាត់ទន្លេមេគង្គជាពិសេសក្នុងចំណោមនោះមានទាំងរថយន្ត Mercedes និងកាត់សង្កាត់ផងហើយមានកាំភ្លើងធំ105មីលីម៉ែត្រចំនួន3ឬ4ដើមនិងឡានកាមីយ៉ុងដឹកថ្នាំពេទ្យចំនួន3គ្រឿងថែមទៀតរបស់ទាំងអស់នេះមានទំនងដូចជាចេញទៅប្រទេសវៀតណាមឡាវប៊ុនថៃជាជាងម៉ាស៊ីនអាយុ23ឆ្នាំដែលភៀសខ្លួនទៅដល់ប្រទេសថៃនៅខែតុលាឆ្នាំ1975បានពោលអះអាងថាគាត់បានធ្វើការរហូតដល់ថ្ងៃទី15ឧសភាក្នុងការដឹកជញ្ជូនតុកទូវិទ្យុទូរទស្សន៍ទូទឹកកកនិងប្រដាប់ប្រដាផ្សេងៗដែលគេប្រើប្រាស់ក្នុងផ្ទះដើម្បីយកទៅដាក់នៅក្នុងរោងមួយយ៉ាងធំស្ថិតនៅចម្ងាយប្រមាណ12គីឡូម៉ែត្រខាងជើងទីក្រុងភ្នំពេញក្បែរទំនប់ទឹកស្ទឹងកំបុតខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនៅរថយន្តកាមីយ៉ុងជាច្រើនគ្រឿងដែលផ្ទុកសៀវភៅឡើងកាលដំបូលបើកកាត់ពីមុខស្ថានទូតបារាំងនិងឆ្ពោះទៅទិសខាងជើងយ៉ាងប្រកបខ្ញុំបានឃើញសៀវភៅយ៉ាងច្រើនរបស់វិហារកាតូលិកឆេះនៅវាលស្មៅផងដែរបណ្ណាល័យនៃសាលាចុងបូព៌ាប្រទេសរបស់បារាំងបានទទួលរងវាសនាដូចគ្នានៅព្រឹកថ្ងៃទី5ខែឧសភានៅក្នុងសាលានោះពុំមានវត្ថុមានតម្លៃប៉ុន្មានទេពីព្រោះអ្វីដែលសំខាន់ត្រូវបានយកទៅទុកដាក់ប្រកបដោយសន្តិសុខនៅប្រទេសបារាំងឯណោះជនជាតិប៉ាគីស្ថានដែលភៀសខ្លួនទៅនៅស្ថានទូតបារាំងបានរាយការណ៍ឲ្យដឹងថាពួកខ្មែរក្រហមបានចូលទៅក្នុងហាងរបស់គាត់ពួកគេគ្មានលួចយកអ្វីទាំងអស់ពួកគេគ្រាន់តែយកកន្ត្រៃជ្រៀកកាត់សាច់ក្រណាត់ជាដុំប៉ុណ្ណោះនៅក្បែរគាត់អសតការីម្នាក់បានបន្ថែមថាពួកយុទ្ធជនបដិវត្តក្មេងៗបានវាយបំបែកដបថ្នាំទាំងអស់ដែលមាននៅក្នុងឱសថស្ថានរបស់គាត់ពុំមែនភាពឆាតឆាយជានុយដឹកនាំឲ្យពួកអ្នកឈ្នះធ្វើសកម្មភាពបែបនេះទេប៉ុន្តែគឺពិតជាឆន្ទៈមិនប្រែប្រួលក្នុងការបំបត្តិអ្វីៗទាំងអស់ដែលនាំឲ្យនឹកឃើញដល់បច្ចឹមប្រទេសបន្ទាប់ពីអារម្មណ៍រំភើបសប្បាយក្នុងបណ្ដាថ្ងៃដំបូងពេលដែលពួកត្រូវតាក់ទាញចិត្តដោយសភាពបំភាន់នៃអរិយធម៌ដែលពួកគេរកឃើញនោះបានចាប់ផ្ដើមប្រកាន់មាគ៌ាតឹងរឹងនឹងការដកហូតជាថ្មីពួកអ្នកបដិវត្តបានត្រូវបាញ់ឆោតដោយកម្លាំងនៃជាតិសុរាដែលពួកគេរកឃើញយ៉ាងសម្បូរនៅក្នុងរដ្ឋធានីបន្ទាប់ពីជ័យជំនះរបស់គេប៉ុន្តែរបបឥតមេត្តាបានរិះគន់សិទ្ធិរបស់ពួកគេយ៉ាងឆាប់រហ័សត្រូវបណ្ដេញប្រជាជនរបស់ខ្លួនចេញអស់ត្រូវដកហូតរបស់របរគ្មានសល់ទីក្រុងភ្នំពេញរាជធានីនៃប្រទេសកម្ពុជាតាំងពីឆ្នាំ1865
ជាក្របគុជនៃភូមិភាគអាស៊ីអាគ្នេយ៍ដែលមានរុក្ខវិថីធំទូលាយប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃបានคล้ายទៅជាទីក្រុងខ្មោចមួយដែលប្រែទៅជាព្រៃបន្តិចម្ដងសួនច្បារជាច្រើនបានគ្របដណ្ដប់ទៅដោយដើមចេកក្នុងគោលបំណងធ្វើមិនឲ្យដីមួយចំអាមនៅទំនេរឡើយអ្នកភៀសខ្លួនជាច្រើនអ្នកបានឆ្លងកាត់ទីក្រុងភ្នំពេញនៅក្នុងបណ្ដាខែចុងក្រោយពួកគេបានវាយតម្លៃថាទីក្រុងមានមនុស្សយ៉ាងច្រើនជាង 20,000 នាក់រួមមានពួកខ្មែរក្រហមនិងក្រុមគ្រួសាររបស់ពួកគេតែប៉ុណ្ណោះពួកកម្មករបានរស់នៅតាមសង្កាត់ផ្សេងៗនៃបរិវេណខាងក្រៅក្បែររោងចក្ររបស់ពួកគេប៉ុន្តែមិនអាចចូលក្នុងទីក្រុងបានឡើយពួកខ្មែរក្រហមដែលនៅលីវបានរស់នៅប្រមូលផ្ដុំគ្នាពួកយុវជនរស់នៅម្ខាងផ្លូវពួកយុវនារីនៅម្ខាងទៀតទីស្តីការក្រសួងផ្សេងៗរបស់រដ្ឋាភិបាលបដិវត្តន៍មានបុគ្គលិកធ្វើការមួយដែលគេកាត់បន្ថយឲ្យនៅតិចបំផុតហើយភាគច្រើនពុំមានតុកៅអីសម្រាប់ឲ្យបុគ្គលិកអង្គុយធ្វើការងារផងពួកអ្នកការទូតមួយចំនួនតូចនៃបណ្ដាប្រទេសសង្គមនិយមខ្លះដែលតាំងនៅទីក្រុងភ្នំពេញបានពើប្រទះជីវភាពរស់នៅមួយយ៉ាងតឹងរ៉ឹងពួកគេពុំអាចចេញពីបរិវេណស្ថានទូតរបស់ខ្លួនទេក្នុងរវាង3ថ្ងៃម្ដងឡានស៊ីបមួយគ្រឿងបាននាំយកម្ហូបអាហារទៅឲ្យពួកគេអ្នកទាំងនោះពុំមានអ្នកបម្រើណាម្នាក់សម្រាប់ធ្វើការក្នុងផ្ទះហើយពួកគេត្រូវបោកគក់ខោអាវដោយខ្លួនឯងរៀងរាល់2អាទិត្យម្ដងគឺនៅថ្ងៃសុក្រមានយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិនបានមកដឹកអ្នកការទូតបរទេសទាំងអស់ធ្វើដំណើរទៅយកខ្យល់អាកាសនិងសេរីភាពនៅទីក្រុងប៉េកាំងតាំងពីខែកញ្ញាឆ្នាំ1976ពួកគេអាចទៅតាមផ្លូវអាកាសថ្មីដែលភ្ជាប់ក្រុងភ្នំពេញទៅក្រុងហាណូយផងដែរកាសែតជាភាសាខ្មែរមាន4ទំព័រឈ្មោះបដិវត្តន៍ដែលមានតែមួយគត់បានចេញផ្សាយរៀងរាល់15ថ្ងៃម្ដងនិងចុះផ្សាយដំណឹងផ្សេងៗតាក់ទងនឹងការកសាងប្រទេសប៉ុណ្ណោះនៅទីក្រុងភ្នំពេញដែលជាទីក្រុងអ្នកស៊ីសំណូកបានក្លាយទៅជាទីក្រុងដែលប្រកបដោយគុណធម៌និងលក្ខណៈតឹងរ៉ឹងបំផុតនៅប្រលប់ថ្ងៃទី27ខែមេសាបរិយាកាសនៅខាងក្នុងស្ថានទូតមានលក្ខណៈធូរស្រាលយ៉ាងខ្លាំងបេសកជនខ្មែរក្រហម3នាក់បានមកសម្រេចពីនីតិក្រមនៃការបញ្ជូនជនបរទេសទាំងអស់ទៅមាតុភូមិវិញមនុស្សប្រហែល 2 ទៅ 3,000 នាក់នឹងត្រូវដឹកតាមឡានកាមីយ៉ុងរហូតដល់ព្រំដែនថៃក្បួនរថយន្តទី1បានចេញដំណើរនៅថ្ងៃទី30មេសាវេលាព្រឹកការចរចាគ្នាមានសភាពលំបាកបន្តិចបន្តួចដោយលោកកុងស៊ុលរងបានស្នើសុំពួករដ្ឋអំណាចថ្មីឲ្យប្រទេសបារាំងបញ្ជូនយន្តហោះមួយចំនួនដើម្បីមកដឹកជញ្ជូនអាណិកជនរបស់ខ្លួននិងអាណិកជននៃប្រទេសផ្សេងទៀតត្រឡប់ទៅប្រទេសគេវិញតែត្រូវទទួលការបដិសេធដាច់អហង្ការប៉ុន្តែយើងដឹងថាយន្តហោះទាំងឡាយអាចចុះចតបានដោយគ្មានគ្រោះថ្នាក់នៅចំណតអាកាសយានប៉ូចន្តុងយើងធ្លាប់បានឃើញយន្តហោះរបស់ចិនប្រភេទ Boeing 207ចំនួន2គ្រឿងចុះចតតាំងពីការរំដោះទីក្រុងភ្នំពេញម្លេះសម្រាប់ជាលើកដំបូងហើយដែលមិត្តញឹមជាអ្នកទទួលបន្ទុកមើលខុសត្រូវលើជនបរទេសទាំងអស់បានបញ្ចេញឲ្យឃើញកំហឹងរបស់គាត់យ៉ាងខ្លាំងផ្នែកឡើងក្រហមដូចឈាមហាក់ដូចជាគាត់រងទទួលការប្រមាថមាក់ងាយដ៏ធ្ងន់ធ្ងរមួយបានឆ្លើយដោយសម្ដីមួយដែលមិនទុកឲ្យគេតបថាយើងមានមធ្យោបាយរបស់យើងហើយពួកអ្នកឯងសប្បាយចិត្តទៅដែលយើងសុខចិត្តឲ្យអ្នកឯងចាក់ចេញនោះយើងអាចប្រកាន់យកវិធានការផ្សេងចំពោះរឿងនេះពាក្យឌៀមដាមនេះមានលក្ខណៈច្បាស់លាស់ល្មមគ្រប់គ្រាន់យើងជាពួកអ្នកនាំរំខានដែលមិនស្ដាប់បញ្ជាដែលកំណត់ដោយអង្គការចំពោះជនបរទេសឲ្យចាក់ចេញពីប្រទេសកម្ពុជានៅខែមីនាឆ្នាំ1975ពីទីក្រុងប៉េកាំងសម្ដេចសីហនុមិនទទួលខុសត្រូវពីអាយុជីវិតរបស់អ្នកណាម្នាក់ឡើយនៅពេលនោះដោយសេចក្តីសន្តោសពួករដ្ឋអំណាចថ្មីសុខចិត្តទុកជីវិតឲ្យយើងនិងដឹកជញ្ជូនយើងទៅកាន់ព្រំដែនថែមទៀតការភ័យខ្លាចថានៅពេលកំពុងហោះហើរពីលើកម្ពុជាពួកបរទេសនឹងមើលឃើញរឿងជាច្រើនដែលគេមានបំណងលាក់នឹងពួកយើងនោះប្រហែលជាពុំមែនមូលហេតុចាំបាច់បំផុតនៃការវិលត្រឡប់ទៅប្រទេសវិញតាមឡានកាមីយ៉ុងនោះទេការធ្វើដំណើរដ៏វែងមួយចម្ងាយ450គីឡូម៉ែត្រតាមផ្លូវគោកមានគ្រោះថ្នាក់ជាងការហោះហើរឆាប់រហ័សពីលើប្រទេសទៅទៀតម្យ៉ាងទៀតពួកខ្មែរក្រហមមិនអាចមិនដឹងថាយន្តហោះឆ្លប់យកការជាច្រើនគ្រឿងរបស់អាមេរិកនៅហោះខ្វាត់ខ្វែងនៅលើអាកាសយ៉ាងខ្ពស់បំផុតតាំងពីថ្ងៃទី17មេសាមកម្លេះពួកអ្នកកាន់អំណាចថ្មីបានពោលអះអាងថាខ្លួនគ្មានអ្វីដែលត្រូវលាក់បាំងនោះទេតាមការពិតយើងពុំបានទទួលរងការឆែកឆេរណាមួយឡើយនៅក្នុងឱកាសនៃការចេញដំណើររបស់យើងហើយម្នាក់អាចនាំយកអ្វីទៅក៏បានដែរតាមដែលពួកគេត្រូវការទោះជាហ្វីលរូបថតដែលបានថតបន្ទាប់ពីការរំដោះទីក្រុងក៏ដោយ
ការចាត់ការនេះពុំមែនបង្ខំឲ្យធ្វើដោយការសង្សឹកដោយការតូចចិត្តចុងក្រោយដែលធ្វើចំពោះពួកបរទេសទេវាហាក់ដូចជាមានទំនាក់ទំនងនិងមនោគមវិជ្ជាដូច្នេះកម្ពុជាថ្មីពឹងផ្អែកលើកម្លាំងផ្ទាល់របស់ខ្លួនតែប៉ុណ្ណោះនិងមិនត្រូវការអ្នកណាម្នាក់ជួយឡើយពួកខ្មែរក្រហមបានបដិសេធជំនួយបរទេសទាំងអស់ដោយចាត់ទុកជាការជ្រៀតជ្រែកខុសច្បាប់ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួននិងជាការប្រមាថដល់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ប្រទេសជាតិក្នុងមាគ៌ាម្ចាស់ការដដែលនេះគេអាចឲ្យដឹងពីប្រតិកម្មដ៏ជាក់លាក់ផ្សេងទៀតដែលមានមកតាំងពីជំនាន់នោះដែរអ្នកតំណាងអង្គការ UNICEF បានស្នើផ្ដល់នូវជំនួយរបស់អង្គការខ្លួនដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការផ្សេងៗរបស់កុមារខ្មែរគាត់បានទទួលការឆ្លើយតបថាអង្គការយើងមានអ្វីៗទាំងអស់ដែលគេឬកុមារត្រូវការរដ្ឋាភិបាលបារាំងបានជួលយន្តហោះមួយគ្រឿងផ្ទុកសុទ្ធតែថ្នាំពេទ្យយកទៅផ្ដល់ឲ្យកម្ពុជាថ្មីជាថ្នូរនឹងសេរីភាពសម្រាប់ពួកអនិកជនរបស់ខ្លួនយន្តហោះនេះបានរងចាំអស់ជាច្រើនអាទិត្យនៅទីក្រុងបាងកកហើយមិនទទួលបានការអនុញ្ញាតឲ្យចុះចតនៅប៉ូចិនតុងឡើយកម្ពុជាអាចព្យាបាលបណ្ដាអ្នកជំងឺរបស់ខ្លួនដោយមិនចាំបាច់មានជំនួយពីអ្នកណាម្នាក់ទេដូច្នេះនៅព្រឹកថ្ងៃទី30មេសារថយន្តកាមីយ៉ុងចំនួន25គ្រឿងដោយក្នុងនោះពាក់កណ្ដាលជាប្រភេទរថយន្ត ZMC របស់អាមេរិកនិងអតីតកងទ័ពរដ្ឋាភិបាលនិងពាក់កណ្ដាលទៀតជាប្រភេទរថយន្ត Molotov របស់ចិនបានមកដល់ស្ថានទូតបារាំងដើម្បីធានាការដឹកជញ្ជូនមនុស្សប្រហែល500នាក់ឆ្ពោះទៅកាន់ព្រំដែនអាទិភាពបានត្រូវផ្ដល់ឲ្យពួកបរទេសដែលពុំមែនជាជនជាតិបារាំងរួមទាំងគ្រួសាររបស់គេផងបន្ទាប់ពីការធ្វើដំណើរ3ថ្ងៃកន្លះក្រោមកម្ដៅថ្ងៃនិងក្រោមទឹកភ្លៀងពួកគេបានឆ្លងកាត់ព្រំដែននៅប៉ោយប៉ែតក្បួនរថយន្តទី2បានចេញដំណើរនៅព្រឹកថ្ងៃទី6ឧសភាឆ្នាំ1975ដោយស្រង់មេរៀនពីការធ្វើដំណើរលើកទី1ពួកខ្មែរក្រហមបានណែនាំឲ្យយើងនាំយកទៅជាមួយនៅស្បៀងអាហារទាំងក្រណាត់ដែលមិនជ្រាបទឹកមួកផងដែរអ្នកបើករថយន្តម្នាក់បាននិយាយប្រាប់ខ្ញុំជាសម្ងាត់នៅពេលត្រឡប់ពីការធ្វើដំណើរលើកទី1ថាខ្ញុំអាណិតពួកបារាំងណាស់ពួកគេបានទទួលរងនឹងការលំបាកយ៉ាងច្រើនមិត្តញឹមស្ថិតនៅទីនោះដែរការចាក់ចេញដំណើរបានត្រូវធ្វើឲ្យយឺតយូរដោយការរើសយកឯកសារផ្សេងៗចេញពីស្ថានទូតនិងដោយជនជាតិបារាំងច្រងេងច្រងាងពី3នាក់ដែលមិនចង់ចាក់ចេញប្រមាណជានៅម៉ោង6ព្រឹកលោកកុងស៊ុលរងបានប្រគល់កូនសៅមួយចង្កោមរបស់ស្ថានទូតទៅឲ្យមិត្តញឹមនិងបញ្ជីឈ្មោះអនិកជនបារាំងប្រហែល20នាក់ដែលបាត់ខ្លួនគ្មានដំណឹងទៅឲ្យគាត់ទៀតផងលោកកុងស៊ុលរងបានថ្លែងអំណរគុណអង្គការចំពោះការប្រោសប្រណីមកលើជនបរទេសទាំងអស់ហើយបានសម្ដែងសេចក្តីសង្ឃឹមថាក្នុងពេលឆាប់ៗនេះទំនាក់ទំនងការទូតរវាងប្រទេសបារាំងនិងកម្ពុជាថ្មីនឹងត្រូវបានរៀបចំឲ្យមានដូចដើមឡើងវិញមិត្តញឹមដែលមានអារម្មណ៍ស្មើជានិច្ចបានសម្ដែងការសោកស្ដាយអំពីការបង្កឲ្យមានការរង្គៀសចិត្តទៅលើពួកបរទេសគេត្រូវតែយល់ហើយនេះគឺជាសង្គ្រាមបន្តិចទៀតនៅពេលដែលប្រទេសជាតិត្រូវរៀបចំឲ្យមានដំណើរឡើងវិញពួកបរទេសអាចនឹងត្រឡប់មកវិញបានដោយមិនចេញដំណើរឆ្ពោះទៅទិសខាងជើងតាមផ្លូវដែលខ្លីជាងគេក្បួនរថយន្តបែរជាបើកតម្រង់ទៅទិសខាងលិចតាមផ្លូវជាតិលេខ4វិញយើងបានឆ្លងកាត់ជាយក្រុងភាគខាងលិចដែលភាគខ្លះបានคล้ายទៅជាចំណីកំភ្លើងអស់បន្ទាប់មកយើងបានឃើញចំណតអាកាសយានដ្ឋានប៉ូចិនតុងពីចម្ងាយនិងឃើញខ្មោចយន្តហោះដែលឆែកខ្លាចដូចខ្ជូងនៅរាយប៉ាយពេញទីនោះនៅពេលចេញផុតពីទីក្រុងតាមចិញ្ចើមផ្លូវទាំងសងខាងគេឃើញរថយន្តជាច្រើនគ្រឿងដែលគេបោះបង់ចោលនៅហូរហែតាមផ្លូវទ្វារសុទ្ធតែចំហធ្លុងជួនកាលបះជើងឡើងលើរថយន្តខ្លះត្រូវគេដោះយកកង់បាត់ដើម្បីធ្វើស្បែកជើងតាមគំរូហូជីមិញដែលពាក់ទៅស្អិតជាប់ជើងគ្មានលឺសូរសំឡេងមិនបាច់អស់លុយនិងពុំចេះសឹកនេះជាស្បែកជើងល្អឥតខ្ចោះសម្រាប់អ្នកបដិវត្តគ្រប់រូបផ្លូវចូលទីក្រុងទាំងអស់បានបញ្ចេញឲ្យយើងឃើញទិដ្ឋភាពខ្មៅរថយន្តដែលគេបោះបង់ចោលដូចគ្នាគម្រោងការថ្មីរបស់សង្គមដែលចាំតែប្រើប្រាស់តាមបែបផែនលោកខាងលិចនិមិត្តរូបនៃវិសមភាពរវាងវណ្ណៈក្នុងសង្គមគឺរថយន្តទាំងឡាយលែងមានឋានៈក្នុងកម្ពុជាជាថ្មីទៀតហើយសៀវភៅ4ចំណងជើងដែលលោកអ៊ំលោកពូអ្នកមីងបងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុកអាចរកទិញបានពីក្រុមដំណើរខ្មែរមានដូចជាប្រជាជន
សៀវភៅអ្នកទោសក្នុងគុកឥតជញ្ជាំងកម្រងរឿងពិតរបស់លោកស្រីខៀងខែមារីក្មួយស្រីបង្កើតនៃតារាចម្រៀងម៉ៅសារ៉េតសៀវភៅកងវ៉នធ្វើពលិកម្មដើម្បីជាតិជាកម្រងរឿងពិតជីវិតអ្នកកាសែតកងវ៉នសៀវភៅខ្ញុំជួបលោកស៊ិនស៊ីសមុទ្រនៅមន្ទីរ15ជាកម្រងឯកសារកំណត់ហេតុប្រចាំជីវិតរបស់លោកកៅចំណាប់សៀវភៅសល់ពីស្លាប់កម្រងឯកសារជីវិតពិតរបស់លោកពងសារិអតីតទាហានអាកាសចរសាធារណរដ្ឋខ្មែរសូមតាក់ទងមកកាន់ Telegram លេខ096 471 2548ជាលេខសហការីក្រុមដំណើរខ្មែរចែកចាយសៀវភៅទាំង4ចំណងជើងនេះ